ថ្នាំសង្កូវកែរោគនិងភេសជ្ជៈផ្សេងនឹងមួយទាំង4យ៉ាងនេះជាទីអាស្រ័យដោយខ្វះមិនបានរបស់ជីវិតមនុស្សយើងមិនថាក្រហោះមិនថាបព្វជិតអ្នកបួសដែលរស់អាស្រ័យប្រព្រឹត្តប្រមចរិយធម៌បានក៏ព្រោះតែមាននៅបច្ច័យដែលជាគ្រឿងអាស្រ័យហ្នឹងញោមក៏ឯញោមញាតិដូចគ្នាដែលរស់នៅបានសុខសប្បាយក៏ព្រោះតែមានបច្ច័យ4ហ្នឹងរហូតដល់វាស់កម្រិតអ្នកមានអ្នកក្រអ្នកមធ្យមហ្នឹងគឺគេមើលលើបច្ច័យ4ហ្នឹងអ្នកមានគេសម្គាល់លើអ្នកហ្នឹងគឺបរិបូរដោយបច្ច័យ4សម្លៀកបំពាក់គេល្អណាបូកនឹងគ្រឿងអលង្ការអាហារភោជនគេល្អផ្ទះគេធំឡានគេទំនើបពេលឈឺគេមានលុយចូលពេទ្យថ្លៃអីចឹងទៅអាហ្នឹងគេយើងថាគេអ្នកមានហើយអ្នកក្រអញ្ចឹងក៏គ្មានក្រអីក្រៅពីក្របច្ច័យ4ហ្នឹងដែរញោមព្រោះតែខ្វះបច្ច័យ4ហ្នឹងហូបចុកមិនគ្រប់គ្រាន់ផ្ទះសបាយនៅមិនបានសមរម្យគេណាញោមក៏ស្លៀកពាក់ក៏ខ្វះរស់នៅក៏ខ្វះហូបចុកក៏មិនបានគ្រប់គ្រាន់ពេលឈឺអត់លុយទិញថ្នាំពេទ្យលេបគេអ្នកមានគេឈឺមួយយប់អស់$2-30000គេអស់ហើយរំភើយយើងណាឈឺ3ខែណារកថ្នាំទិញ2-3លេបអត់សងបានជំងឺឈឺ3ខែប៉ុន្តែ3ថ្ងៃដំបូងហ្នឹងអស់លុយបាត់គេណាញោមអញ្ចឹងដែលថាក្រហ្នឹងគឺក្រព្រោះតែខ្វះនៅបច្ច័យ4ហ្នឹងឯងអញ្ចឹងការដែលយើងប្រើប្រាស់នៅបច្ច័យ4ដើម្បីត្រូវត្រង់នៅជីវិតទាំងអំបានមានក្នុងការប្រើប្រាស់នេះបើយើងរស់នៅរាល់ថ្ងៃគឺយើងប្រឹងតែដើម្បីបច្ច័យ4ហ្នឹងរាល់ថ្ងៃហ្នឹងមែនទេញោមណោះប្រសង់ក៏ចឹងក៏ប្រឹងតែដើម្បីរឿងបច្ច័យ4ហ្នឹងតេតងពុទ្ធបរិស័ទជាមួយញោមញាតិចេញពីវត្តដើរបិណ្ឌបាតអីហ្នឹងក៏ដើម្បីតែរឿងបច្ច័យ4ហ្នឹងហើយញោមក៏ចឹងមិនថាធ្វើការងារមន្ត្រីរាជការមិនថាប្រកបរបររកស៊ីលក់ដូរមិនថាធ្វើការងារក្រុមហ៊ុនមិនថាធ្វើការងាររោងចក្រធ្វើស្រែចម្ការដាំដំណាំអីទេអត់មានអ្វីដតីក្រៅតែអំពីដើម្បីបច្ច័យ4ហ្នឹងឡើយអញ្ចឹងញោមណាដើម្បីតែបច្ច័យ4ហ្នឹងអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់លោកថាបច្ច័យទាំង4នេះជាទីអាស្រ័យឲ្យប្រព្រឹត្តទៅរបស់សត្វអានេះអាត្មាអត់ទាន់និយាយរឿងបុណ្យមិនបុណ្យទេយើងនិយាយអំពីប្រយោជន៍របស់បច្ច័យ4ដែលមនុស្សយើងគ្រប់គ្នាត្រូវអាស្រ័យដល់ពេលអាស្រ័យការប្រើប្រាស់នៅបច្ច័យ4ដើម្បីត្រឹមតែផ្គត់ផ្គង់ទំនុកបំរុងដល់ជីវិតខ្លួនដល់ជីវិតកូនដល់ជីវិតចៅដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវាបានត្រឹមរស់ដែលបានត្រឹមតែប្រព្រឹត្តទៅតាំងនៅនៃជីវិតនិងសេចក្តីសុខមិនលំបាកលំបិនតែប៉ុណ្ណឹងឯងប៉ុន្តែវាអត់កើតបុណ្យញោមញាតិញោមអើយវាអត់កើតបុណ្យណែចឹងហើយបានជាឥឡូវហ្នឹងចូលដល់រឿងបុណ្យហ្នឹងហេតុអីបានជាអ្នកប្រាជ្ញនៅពេលដែលបុគ្គលដែលមានសទ្ធាជ្រះថ្លារៀបចំចាត់ចែងចំណាយនៅធនធានទិញនៅវត្ថុ4មុខនេះយកមកដើម្បីជូនមេត្តាក្តីយកមកដើម្បីប្រគេនចំពោះព្រះសង្ឃអ្នកមានសិលលោកឲ្យឈ្មោះហៅថាបច្ច័យ4ហើយរាប់ថាជាបុណ្យទៅទៀតជាបុណ្យបច្ច័យ4ពីព្រោះមិនថាជូនមេត្តាបិតាមិនថាប្រគេនចំពោះព្រះសង្ឃទេវាកើតចេញពីចិត្តឃើញទេព្រោះបុណ្យហ្នឹងវានៅក្នុងចិត្តដែរញោមបុណ្យហ្នឹងនៅក្នុងចិត្តឆ្លងផុតពីខ្លួនឯងកាលពីមុនយើងរកទ្រព្យរកសម្បត្តិលុយកាក់ហ្នឹងមកដើម្បីផ្គត់ផ្គង់បច្ច័យ4ឲ្យខ្លួន
តែឥឡូវហ្នឹងវាផុតពីខ្លួនហ្នឹងវាឆ្លងចូលដល់ជូនម្ដាយជូនឪពុកប្រគេនចំពោះភិក្ខុសង្ឃហ្នឹងបននៅតែហ្នឹងចេតនាហង្ភេខវេបញ្ញវតិមិមនាលភិក្ខុទាំងឡាយតថាគតត្រាស់ថាចេតនាជាតួបនចឹងចេតនាពេលហ្នឹងគឺជាការលៃលើកយកនៅរបស់ដែលយើងប្រើប្រាស់តល់ខ្លួនទាំង4មុខហ្នឹងយកមកធ្វើជាបុណ្យក្នុងន័យបូជាជូនចំពោះមាតាបិតាដើម្បីតបគុណលោកហៅថាបូជាគុណឃើញណាញោមហៅថាបូជាទានឬក៏បដិការទានដែលយើងធ្វើឲ្យដើម្បីឆ្លើយតបដល់ប្រគេនចំពោះព្រះសង្ឃគឺដើម្បីព្រះសង្ឃលោកយកទៅប្រើប្រាស់អនុគ្រោះដល់ប្រមចរិយធម៌ហៅថាអនុកហទានបើឲ្យទានដល់អ្នកក្រអ្នកកំសត់ទុរគតគេហៅថាករុណាទានដោយការអាណិតការអាសូរចឹងកូនចៅប្រុសស្រីម្ចាស់ដើមបុណ្យទាំងអស់ថ្ងៃនេះមូលមតិគ្នាជាឯកច្ឆន្ទយកនៅបច្ច័យ4ដែលចេញពីកប៉ៅមកមិនមែនចេញជាបច្ច័យ4ហ្មងទេមិនមែនចេញជាចៃវរៈបណ្ឌបាតបើចេញជាលុយណញោមណោះបើចេញពីកប៉ៅហ្នឹងគឺចេញជាលុយមកលុយហ្នឹងគឺជារូបិយប័ណ្ណសម្រាប់ទិញនៅរបស់ទាំង4មុខហ្នឹងបានកដាស់យកទិញអត់បានទេចឹងបានតែយើងតែងតែបវរណាដល់ប្រសង់ដោយយករូបហ្នឹងរូបលុយបិយប័ណ្ណហ្នឹងกระดาษប្រាក់ហ្នឹងយកមកតំណាងជាបច្ច័យ4តើព្រះអង្គត្រូវការបច្ច័យណាមួយចាត់ចែងតាមសំគួរដល់ព្រះវិន័យគេទេញោមកុំច្រឡំបច្ច័យឲ្យលុយញោមញាតិញោមមើលលុយផ្សេងបច្ច័យផ្សេងណាបច្ច័យមាន4ណែចៃវរៈបណ្ឌបាតសេនាសនៈកិលានភេសជ្ជៈនិយាយខ្មែរគ្រឿងស្លៀកពាក់គ្រឿងហូបចុកផ្ទះសបាយសម្រាប់យើងជ្រកកោនថ្នាំសង្កូវកែរោគនិងភេសជ្ជៈតែដល់ពេលលុយអត់មានលុយ4ទេបើលុយនឹងមានលុយ10000លុយ20000ហើយតម្លៃអីហ្នឹងក៏តាមប្រទេសនីមួយប្រាក់រៀលប្រាក់ដុល្លារប្រាក់អឺរ៉ូអីចឹងទៅប៉ុន្តែហ្នឹងអត់មាន4ទេព្រោះតែរូបិយប័ណ្ណគឺជាទឹកប្រាក់ដែលអាចចាយវាយអាចទិញអាចដោះដូរនៅរបស់របរបានក៏យកនៅរបស់នោះយកមកបវរណាចំពោះព្រះសង្ឃយើងហៅថាបវរណាចំពោះមាតាបិតាយើងជូនគាត់សម្រាប់ទុកដាក់ចាត់ចែងចាយវាយម្ដាយឪពុកត្រូវការកាទៀវហូបកាទៀវទៅត្រូវការហាំប៊ឺហ្គឺទៅឲ្យតែមានលុយនៅខ្លួនស្រួលលៃឯងញោមណោះបើស្រួលលៃឯងអញ្ចឹងលុយឬក៏រូបិយប័ណ្ណឬក៏กระดาษប្រាក់នេះគឺអាចចាត់ចែងនៅក្នុងបច្ច័យ4ហ្នឹងណាមួយតាមចិត្តចង់ប៉ងប្រាថ្នារបស់យើងអាត្មាចង់បញ្ជាក់បន្ថែមទៅទៀតពីរឿងបុណ្យហ្នឹងបច្ច័យទាំង4ដែលយើងប្រោកបានមកដោយកម្លាំងញើសឈាមរបស់យើងហើយយកមកត្រឹមតែផ្គត់ផ្គង់ខ្លួនយើងប្រើប្រាស់ខ្លួនយើងហូបចុកខ្លួនយើងស្លៀកពាក់ខ្លួនយើងឬក៏យើងយកទៅសាងសង់ផ្ទះធំទំនំខ្ពស់ដើម្បីនៅខ្លួនយើងហើយយើងឈឺយើងចំណាយលុយដើម្បីព្យាបាលយើងណាទោះបីជាចំណាយអស់ប៉ុណ្ណាក៏ដោយក៏អត់កើតទៅជាបុណ្យដែរញោមយល់ទេញោមដែលចំណាយដើម្បីខ្លួនយើងណាអត់កើតទៅជាបុណ្យទេមនុស្សយើងបើសិនតែចំណាយទៅដើម្បីខ្លួនយើងកើតទៅជាបុណ្យមែនអូមិនដឹងម្នាក់យកបុណ្យតាណាអស់ជាពិសេសអ៊ីនឹងចំណាយលុយច្រើនណាដើម្បីបំពន់ខ្លួនមិនចឹងញោមអត់សក់ហ្នឹងផងកវលហ្នឹងផង
ខ្សែកហ្នឹងផងជៀនហ្នឹងផងម៉ាកកាយេហ្នឹងផងផាត់ចើមហ្នឹងផងតរោមភ្នែកហ្នឹងផងទិញសក់គេយកមកតហ្នឹងសង្ស័យមានអ្នកតសក់អូនោះសក់តណាចឹងមកទៅរៀនខុសទំហំគ្នាតសក់ហ្នឹងផងហើយតកញ្ចក់ហ្នឹងផងអីទៀតញោមហ៎អីខ្លះអីចង់ស្អាតហ្នឹងផងស្បែកជើងកែងចោតហ្នឹងផងម្រាមដៃហ្នឹងដាក់អញ្ជៀនហ្នឹងផងណាំកញ្ចក់ទៀតផងហើយនៅទៀតដូចច្រើនមុខនៅហូលនៅប្រមួងហើយមិនមែនតែមកកាផ្លេពីរកាផ្លេណាអ៊ីខ្លះទូ2 3សើកអាវគាត់ដល់កាហៅប្តីមាន3ហើយ4នៅខៀនជាងមិនចឹងញោមហើយនៅចំណៃចំណុកម្ហូបអាហារនៅតុបតែងកន្លែងរស់នៅមានក្រែល្អមានពូកល្អមានខ្នើយល្អដាក់ម៉ាស៊ីនត្រជាក់ដាក់ដង្ហល់នៅឡានល្អនៅម៉ូតូល្អនៅហូបចុករកតែឆ្ងាញ់ទៀតចឹងមានន័យថាការកត់គង់ទំនុកបំរុងខ្លួនឯងហ្នឹងអស់ច្រើនណាស់ញោមអស់ច្រើនណាស់ម្នាក់តែมันកើតទៅជាបុណ្យទេឃើញទេញោមលោកអត់ឲ្យឈ្មោះថាបុណ្យទេពីព្រោះជាឈ្មោះនៃតណ្ហាឧបាទានដើម្បីតែខ្លួននឹងសុខសប្បាយមានបានហឺហាស្អាតល្អអីចឹងទៅចឹងអត់បានបុណ្យទេណែតើទៅយកមកចាត់ចែងដើម្បីបូជាអ្នកមានគុណណាបើកូនចៅដាំបាយហូបខ្លួនឯងមួយថ្ងៃ3ពេលអត់កើតបុណ្យទេតែក្នុងមួយថ្ងៃ3ពេលបើមានពេលណាមួយមានតែចំណែកតិចជូនដល់អ្នកមានគុណកើតទៅជាបុណ្យឃើញទេពីព្រោះវាកើតចេញពីទឹកចិត្តដឹងគុណណាបានបុណ្យច្រើនណាស់ចឹងថ្ងៃនេះកូនចៅប្រុសស្រីទាំងអស់គ្នាដែលខ្លួនចាត់ចែងនៅគ្រឿងបច្ច័យ4ហ្នឹងដើម្បីជូនអ្នកមានគុណក្តីប្រគេនចំពោះព្រះសង្ឃក្តីនេះពីព្រោះឃើញអំពីតម្លៃនៃបច្ច័យ4ដែលយើងលះយកទៅធ្វើបុណ្យហ្នឹងថាបានផលច្រើនមួយទៀតជាការតបគុណចំពោះដល់ឧបាសិកាធនហ្នឹងហើយញោមមៀងក្នុងកាលដែលយើងបានរស់មកដល់ប៉ុណ្ណនេះលោកយាយធនលោកតាមៀងហ្នឹងគាត់ហត់ណាស់គាត់នឿយគាត់លំបាកណាស់ព្រោះតែស្វែងរកនៅបច្ច័យ4យកមកចិញ្ចឹមកូនយកមកថែកូនព្រោះដឹងថាកូនរស់អាស្រ័យនៅបច្ច័យ4ហ្នឹងមិនចឹងញោមធនព្រោះកូនទាំងអស់ដែលមកកើតជាមួយញោមធនមានកូនណាមួយលីស្រូវមកបោទុកហូបខ្លួនឯងហ៎មានអីញោមធនមានកូនណាមួយយកមាស2 3តលឹងយកមកហុចញោមតែម៉ែចិញ្ចឹមខ្ញុំផងមានតែមាសប៉ុណ្ណេះទេមានទេមានកូនណាកើតមកហើយយកសម្លៀកបំពាក់យកមកទុកស្លៀកពាក់ខ្លួនឯងទេអត់ទេមានកូនណាកើតមកហើយវិចកទេលខ្នើយទុកដេកខ្លួនឯងទេមានកូនណាកើតមកហើយអោបថ្នាំពេទ្យយកមកទុកលេបខ្លួនឯងពេលឈឺទេអត់ទេចឹងបច្ច័យ4ហ្នឹងណាកូនប្រុសកូនស្រីទាំងអស់ដែលប្រសូតចាកពីផ្ទៃរបស់ឧបាសិកាធននេះគឺគ្មានទាំងអស់បើគ្មានទាំងអស់មកខ្លួនទទេស្អាតដៃស្អាតជើងស្អាតទាំងអស់តែនេះដែលយើងរស់នៅបានសុខតាំងពីប្រសូតមកហ្នឹងមានក្តីសុខមានពណ៌សបល់បានប៉ុណ្ណឹងជីវិតតាំងនៅប៉ុណ្ណឹងពេលឈឺយើងអាចរស់នៅបន្តទៅទៀតបាននេះដោយសារណាមើលប្រាប់មើល
ដោយសារញោមធនឲ្យតែមៀងហ្នឹងណាកើតមកភ្លាមត្រូវការអាហារគឺទឹកដោះគាត់បំបៅដោះ3 4 5 ខែឬក៏1 ឆ្នាំឬ2 ឆ្នាំល្មមតែកូនចេះហត់ទឹកបបរឲ្យកូនហូបទឹកបបរដំបងឡើយឲ្យហូបទឹកច្រើនជាងកាអាកានឹងនៅរៀងរឹងអាបបរវល់ហើយនឹងអង្គុយច្រំនៅនឹងញោមធនណោះនឹងអង្គុយច្រំអីទៅវល់បានបៀកពីចានម្ដងមកចុងស្លាបព្រាម្ដងមកចុងស្លាបព្រាយកទៅបញ្ចុកកូនតែហ្នឹងរកអាហារបិណ្ឌបាតឲ្យកូនហើយឆ្លៀតបញ្ចុកកូនទៀតដល់ឲ្យកូនផុតទៅពីតំណងហូបទឹកបបរចាយរៀងរឹងតិចដោះថ្មិញតិចហើយទម្លាប់កូនឲ្យហូបបាយអាបាយដបងឡើយហ្នឹងអត់ឲ្យហូបបាយរឹងទៀតសុកចិត្តយកមាត់ខ្លួនឯងហ្នឹងទៅពាជំនួសកូនព្រលឹមឡើងបាយម្ដុំត្រីអំបិលមួយគ្រួសហ្នឹងទៅពាអាខ្លួនឯងមិនទាន់បានលេបអីមួយម៉ាត់កោពោះគ្រូកទៅពាមាត់ក្នុងមាត់ហ៊ានលេបឯណាជាដាក់ចូលមាត់កូនណាអូជាដាក់ចូលមាត់កូនណាទៅបានចេះហូបទឹកមាត់ស្លាមលូផងលាយគ្នាខ្លះអូយពីឆ្ងាញ់អាយ៉ូចូលទៅសមកវិញក្រហមព្រឿងនោះលេបយកស្មាលាយស្ករក្រហមណាញោមណាប្រៃក្រហមប្រៃហ្នឹងចេះលេបទៅឃើញទេរហូតដល់កូននឹងធំតិចទៀតចេះហូបបាយរឹងបានបដាយដួសបាយឲ្យហើយញោមឲ្យហើយបញ្ចុកទៀតឃើញទេមើលកូនមួយតម្រាំនឹងចេះរកហូបខ្លួនឯងតម្រាំនឹងអាចដាំបាយហូបខ្លួនឯងបានអាយុប៉ុណ្ណាប្រាប់អាត្មាមកអាយុ15 16អាហ្នឹងទៅចេះដាំចេះហូបទេប៉ុន្តែកូនខ្លះអាយុ20ជាងនៅម៉ែដាំឲ្យហូបទេមែនទេញោមតើការមានប្តីមានប្រពន្ធបានចេះហូបខ្លួនឯងខ្លះគាត់តែការប្តីអត់ចេះដាំបាយលីងដាំបាយមួយឆ្នាំងមួយចំហៀងឆៅមួយចំហៀងឆ្អិនអាមិនតិចនោះខ្លោចទៅអត់ចេះដាំបាយផងដោយសារអីដោយសារការរស់នៅហ្នឹងគឺថាម្ដាយជាអ្នកគុតគុំរឿងហ្នឹងដាំបាយឆ្អិនឲ្យហូបឲ្យកូនហូបគ្រប់គ្នាហើយដួសឲ្យទៀតញោមណាញោមណោះដួសឲ្យគេហូបឆ្អែតហើយហ្នឹងគឺរត់បាត់អតើងធំទៅដោយធំតូចទៅដោយតូចយើងនេះអ្នកលៀងចានទៀតចឹងមានន័យថាម្ដាយហ្នឹងគាត់គុតគង់ទំនុកបំរុងនៅបណ្ឌបាតអាហារហូបចុកហ្នឹងឲ្យកូនរឿងស្លៀកពាក់ចៃវរៈសម្លៀកបំពាក់នេះកូនប្រុសកូនស្រីស្រីដោយស្រីប្រុសដោយប្រុសលៃលោកឆ្នៃប្រឌិតទៅផ្សារមិនដែលកូនណាទាសុំទេតែគាត់នឹកឃើញគួរទិញឲ្យកូនណាមិនទាន់កូនប្រុសយូរទិញម្ដងហើយបើកូនស្រីទិញញឹកបន្តិចណាញោមណោះរឿងម៉ែរឿងឪនេះគិតគូរណាស់ខ្វល់ខ្វាយជាមួយនឹងកូនពេលកូនត្រូវការកន្លែងសម្រានម៉ែឪនេះរៀបចំតាំងពីកទេតាំងពីខ្នើយតាំងពីក្រែបន្ទប់សំរុំដើម្បីឲ្យកូនរស់នៅអត់ឲ្យកូនដើរដេកគៀនព្រៃគៀនផ្សៃក្បែរគុំជែកក្បែរគល់ដូងអីទៅពីអីអត់ទេណាញោមណាបើបកើតយើងឲ្យយើងដើរតែដេកទៅពីហ្នឹងស្បែកវាមិនខុសពីស្បែកជ្រូកស្បែកគោទេបើតែយើងបានប៉ុណ្្នឹងមានកន្លែងរស់នៅសមរម្យតាមលទ្ធភាពរបស់គាត់ពេលយើងឈឺយើងកើតមកអត់មានយកថ្នាំណាទុកលេបទេគាត់ទេអ្នកយកចិត្តទុកដាក់យកយើងទៅពេទ្យចំណាយលុយកាក់ទិញថ្នាំពីពេទ្យយកមកព្យាបាលយើងអញ្ចឹងបញ្ជាក់ឲ្យឃើញថាកូនប្រុសកូនស្រីទាំងអស់ដែលរស់នៅបានអាយុរស់នៅប៉ុណ្ណឹងពណ៌សបុលបានប៉ុណ្ណឹង
miền đâu sẽ cái đây sọc và phần năng miền ti cả lại chưa cao mà đo và phần năng miền đa bày đa đo sầm liệm bẹ tăng bị tôi câu chma rồi hốt đo và phần năng ní cứ chia ông pơ lọ rồi bạc quạt chỉ ca lẹ băng là thôm thê như là bạc quạt hay có chỉ ca tổ tu khóc trấu rồi bạc quạt chụp bùi dương chân dương đó này trong khởi đăng tha nè miền côn dương còn dọc phải chạy buôn đó này đầm bay châm dương ở ban sọc sập bài ở ruộng riêng miền chỉ vật chân dương do phải chạy buôn đó đầm bay tọp côn lục bình tìm muối chỉnh châm lô đôi để lô châm dương chăng thì phi dọc phải chạy buôn nó ở quạt ban thợ bòn đầy dương châm quạt đôi phải chạy buôn của phi ní phi quạt cha lục tam miếng còn ai tập chua sai chầm tắt chầm tôm na ban tiết đây vậy miếng còn ai tập đọ tập tung na ban tiết đấy mà này nhôm nó cha hơi ca rộng nâu phải chạy buôn bị ti cả lại xem đầm bay cột công chỉ vật quạt về để chẳng ní quạt ai cả chẳng thở băng lờ câu này bầm non bà quạt ca để quạt khom chầm côn pro sầm khâm tha côn nâu về để quạt chắc nâng chầm quạt vĩnh khâm chăng mai âu cục kia đó và cao côn máu sẽ chọn chẳng nó nhôm nó côn mùi cái đây côn pi cái đây tôi bay thay chỉ cái đây sẽ lanh rồi chia chơi hay bàn tay không nắng cầm miên bầm non chắc này chẳng ở côn pro sấy để quạt khom chấm đờ pe quạt chắc côn pro côn sấy nốt màu chấm quạt vinh chẳng ở pe để quạt khom mưa thay pe côn chư np để quạt chắc hay quạt chư côn pro côn sấy nốt bán mà mưa thay quạt vinh thế đấy chắc là lâu nó nhổm miếng hay nhổm thôn nó bàn ó nè bàn hay nó về chữ cái mơ thai bảo nè kla thế lục phần một thi nó bạc bạc cai á chữ bản năng hai lòng thoa pet lệ mơ ấy mà tê sa ra mình tê chia mẹ tê bà con cái ót thái đây chạm chia bên chẳng tại sao con trao cái mơ cái thai này giờ chật tục đã khoai khoal bờ sân là tục dương chư cháu miền ban lừa bị bay ngày thế chẳng á con cháu cái bầm pinh bầm non nhiều mà bầm non ti muối pe nhôm chắc hơn đấy rồi ngày mình rồi để xa con nhôm miếng hay nằng nhôm miếng miên từ thơm non nè ban lôi tiếp nên nó ấy nhôm thốn coi chẳng miên từ thơ hồn chạ ná ấy rồi ngày đặc biệt thơ hồn chạ cái đá ở đây đó chẳng hôm nay nó rùa rồi xa câu nè câu nan nâu cái bãi mơ thai phải chạm ngay đằng sọc đằng tộc câu nan nâu ngay ở xa hơi lôi cả miền ba nhà ha thở ca chai lôi lơ mà đai lơ bốc bị phía xa khế chạy này chành câu na rụt ria phải nhà giờ chật tục đã khoai khoal câu nâng bàn bồn câu na bằng người cái tay thơ hay câu nâng sọt bồn tới dài nâng xôm phép bơ rừng mùi mai âu nhôm mai âu tầng pi ní cực đôi chỉ chừng rục bồn trăng câu na bằng nhà câu na do chật tục đã sừng va chiên kết trong khởi nó cứ thật câu nâng sọt bồn trơn chiên kết ai đó là pe câu na hiện vào người cái tay hay thơm đăng thơm lư trẻ an bon khla an là cả đa khla an cặp tâu khla ấy khla trong khởi câu nắng cứ thả sọt bón tay trên kia miền ta sẽ đai khởi bàn mơ thai mai ở bàn đặt đòn cái đấy chắc nàyแต่câu để cái thai toàn đặt đó cái đôi pi pi mai ở tới cái sờ bài chất mà đài nhom rửa bọc nhom mòn pe để quạt slap tới nhom ban thai toam liêng màu liêng để mua mơ chấm ngư quạt cụ chấm bài ơi quạt cột cung bài tật nôm chấm nay phải chọc bài chun quạt nó cứ thật cướp trồng trôi ở hai nhom ban miền đài khởi ấy tê nực pe ná bàn bồn pe nằng tiệt cái này nhom mày chẳng con cháu pro sấy thưa phải chạy buôn nó đầm bay top chẳng này đầm bay top đâu phải chạy buôn đại nhổm thôn đại nhổm biếng đang quát
ពីមុនមកគាត់ប្រើប្រាស់នៅស្វែងរកបច្ច័យ4ដើម្បីចិញ្ចឹមកូនប្រុសស្រីឲ្យបានរស់រានមានជីវិតបាននៅសេចក្តីសុខដល់មកសពថ្ងៃមួយទៀតការដែលញោមមៀងហើយញោមធន់គាត់រកបច្ច័យ4បានមកយកមកចិញ្ចឹមកូនហត់នឿយអស់កម្លាំងហើយច្រើនប៉ុណ្ណាក៏ដោយគាត់ចិញ្ចឹមកូនអត់បានបុណ្យទេណាញោមអើយអស់ទ្រព្យសម្បត្តិអស់លុយកាក់និងអស់កម្លាំងហត់នឿយក្នុងការចិញ្ចឹមកូនមិនថាម្នាក់2នាក់10នាក់20នាក់អស់ប៉ុណ្ណាក៏ដោយអត់បានបុណ្យទេដាច់ខាតគឺម៉ែឪដែលចិញ្ចឹមកូនមិនអាចបានបុណ្យកុសលព្រោះតែការចិញ្ចឹមកូនទេញោមមើលយាយវិសាខាការដែលគាត់ទៅកើតនៅឋានសួគ៌ទល់រាល់ថ្ងៃហ្នឹងមិនបានដោយសារព្រោះតែបុណ្យចិញ្ចឹមកូនគាត់ទាំង20នាក់នោះណាញោមមែនអត់បានទៅកើតនៅក្នុងបានទល់មករាល់ថ្ងៃដោយសារបុណ្យដែលគាត់សំតើធ្វើបុណ្យកសាងវត្តពោពីរៀមឲ្យទានអ្នកក្រកំសត់ទរកុដបូជាទានចំពោះសមណៈព្រាហ្មណ៍ក្នុងសាសនាគោរពប្រតិបត្តិនៅអំពើល្អកសាងបុណ្យកុសលសមាទានសិលជាដើមទេបុណ្យនឹងតើមិនមែនបុណ្យមកពីចិញ្ចឹមកូនណាបើសិនចិញ្ចឹមកូនហើយបានបុណ្យច្រើនមែនញោមមៀងហើយញោមធន់នឹងគ្រប់ទឹកហ่ะបើកូនឡើង9នាក់នោះ10ឯនោះហើយនៅទាំងអស់10នាក់ទៅអស់ច្រើនណាស់ញោមមៀងណោះញោមមានបានគិតទៅអង្ករអស់ប្រហែលតោនហើយលុយអស់ប្រហែលមានកត់ទុកហ៎ផ្លេចអស់មួយថ្ងៃប្រហែលមួយថ្ងៃតែ20កំប៉ុងហ្នឹងនោះអញ្ចឹងបើមៀតគួរសមដែរហ្នឹង20កំប៉ុងហ្នឹងណាជួនណាបប៉ែលាយត្រាវលាយពោតលាយដលងបើស្គាល់អស់ហើយបើពេលខ្លះកែបតែមួយស្លោឲ្យមួយឆ្នាំងធំអាណាតូចជាងគេបានផ្លូវមែនទេញោមណោះជួនណាត្រីទុកមួយហ្នឹងយកមកស្លជូរតកួនមួយឆ្នាំងធំអត់មានជាតិត្រីតិចគាត់ណាឆ្អិនដួសចាយកូនអស់ហើយកង់ត្រីខ្លួនឯងជូកក្បាលត្រីចេបហើយថាឆ្ងាញ់កង់ត្រីក្បាលត្រីអាសាច់អត់ឆ្ងាញ់ទេឆ្ងាញ់ក្បាលថាមួយកូនឆ្ងាញ់ក្បាលត្រីបើជាមួយអ្នកដតីមើលខ្ញុំយកអាសាច់បាត់ឡូវនោះមកបោកណោះញោមណោះអញ្ចឹងយើងចិញ្ចឹមកូននឹងហត់នឿយសពគ្រប់បែបយ៉ាងលះបង់ទាំងអស់ប៉ុន្តែអត់កើតជាបុណ្យទេបើកើតជាបុណ្យមែនគឺយើងបានបុណ្យច្រើនណាស់ចាំបាច់ធ្វើបុណ្យអីទៀតទេអញ្ចឹងកូនប្រុសកូនស្រីដឹងតែហ្នឹងដឹងទៀតកតញ្ញូប្រែតែដឹងថាម្ដាយខ្ញុំឪពុកខ្ញុំដែលគាត់យកបច្ច័យ4ដ៏ច្រើនហើយលះបង់ទាំងទុកលំបាកមកចិញ្ចឹមខ្ញុំទាំងបាម៉ាហ្នឹងគាត់អត់កើតបុណ្យទេអញ្ចឹងខ្ញុំយកអាបច្ច័យ4ដែលគាត់ធ្លាប់ចិញ្ចឹមខ្ញុំហ្នឹងដើម្បីឲ្យគាត់បានធ្វើបុណ្យញោមយល់អាត្មាទេហ៎ដើម្បីឲ្យគាត់ហ្នឹងបានធ្វើបុណ្យហើយដល់ពេលបានបុណ្យ2ឡើង2តង់ម៉ែឪចិញ្ចឹមកូនអត់កើតបុណ្យដល់ពេលកូនចិញ្ចឹមម៉ែឪវិញតែកើតបុណ្យទេញោមអញ្ចឹងបាទលោកតាពេជ្រសុខាថាម៉ែឪធ្លាក់នៅរក់ប្រែតដើមហេតុមកពីចិញ្ចឹមកូនប្រុសស្រីហ្នឹងណាព្រោះចិញ្ចឹមកូនប្រុសស្រីហ្នឹងវាអត់បានបុណ្យហើយវាមានតែបាបទៅទៀតបាបញោមមៀងក្តីញោមធន់ក្តីមិនដឹងទាំងបដូរផ្ដាច់មួយបាបស៊ូបាបប៉ុណ្ណាទៅទេដើម្បីចិញ្ចឹមកូនយើងគិតមើលទៅជាប់ទៅក្រក្តាមរកកែបយកមកធ្វើឲ្យកូនហូបមានបាបទៅកូនណាកូនឆ្អែតអត់បានបាបយើងពេលខ្លះបានតិចមកហូបអត់ឆ្អែតហើយបានបាបទៀតណាញោមណោះចឹងបដូរផ្ដាច់ច្រើនណាស់ជាមួយបាបហ្នឹងដើម្បីចិញ្ចឹមកូនឲ្យរស់ចឹងកូនហ្នឹងនឹកឃើញថាម្ដាយខ្ញុំឪពុកខ្ញុំហ្នឹងគាត់មានប៉ះពាល់ជាមួយនឹងបាបមួយជីវិតសត្វដតីហ្នឹងច្រើនណាស់ដើម្បីចិញ្ចឹមខ្ញុំឥឡូវនេះជាពេលវេលាដែលខ្ញុំត្រូវទុកឱកាសទុកពេលវេលាឲ្យគាត់បានធ្វើបុណ្យនិងចាត់ចែងនៅបច្ច័យ4
ban bon tì muối cứ dương ban bon bị quạt cái này con pro con sấy chăm mà âu ở ngày nó bạch thơ bon này bạch đại châm ngô thập bị thi bon phải chạy buôn này bạch miền lục bạch miền này cha na ma sốt montesna về đai bạch này anh nói về miền lẹ khả nạ bon cái học bon lọ mơ mình lọ xí bon lọ xí mình lọ mơ nữa bon ngày nay lọ mơ hay lọ xí vẫn là lọ mơ ta mà ngay vậy đâu nó ở vay đây vì sao cái học bon lọ xí vậy bon nó đam bay ở quạt hộp ở ngay đó mà ngay bay pê mà ngay bay pê rư có quạt heo ấy trong hộp ấy dương ở hộp năng ở quạt năng này bon lọ mơ lọ xí mà nhung bon hóa này bầm rau lô và trăm ngày hai ở xa tinh sầm liệm bẹ bay chương ở quạt đời trăm bay quạt tiêm trăm bay quạt xôm này riệp trăm cả lanh quạt sầm men ở ban xóm rum miền pu miền cái tên miền khơi miền tầng hai rư con mà xin được che tam xóm của để dương ai lấy tàu bàn anh nó có bón nhở bón bê quạt chư bởi nhà rút rê rô năm sạc cao chun quạt bởi xa rư có do quạt tập bê anh nó có bón hỏa ngày cái này nhớ bón năng dây thập bón hỏa ngày ọt lò mơ ấy nạ chết khang và xong ngày cha ấy ọt đăng ấy tái có công là ô công thân năng ruột nâu chỉ mùi mà ông chầm quạt ní công trình châm đời từ toàn để các anh châm mà ông châm từng từ toàn nhôm bài ai hộp chăng và ai hộp từng từ toàn bê chư từng mơ chăng giờ qua tập bê chăng mơ từng từ toàn khai cái tha mai chư mình giờ tập bê khai cái deal công tầm mai đấy nó khai tha chắc nhôm ạ công tầm mai đấy còn ấy mơ đấy mình chẳng này mơ đời bên chất đó ai quạt hô bỏ ngay chứ này công tầm mai đấy còn ấy mình đâm mà hô ấy là u nó là u chắc là u trơn mà là u pi bài mát câu này nó nơ chất on chất khẩm nó ngọt bàn bồn về nhỉ chẳng đòi bên chất đòi cổ rung đòi sầm qua thả lốp trên nẹ miền côn rồi bọc nhóm bầm ra lốp đầm bay tọp côn lốp đầm bay bôn của sao rồi bọc nhóm nó tụ bay tịnh tụ chẳng nào đây có bậc bật tấu chỉ bôn chia của sao đài nó nhôm nát đi từ buộc côn pro côn sấy chẳng côn pro côn sấy để chặt chay chun chụp buộc đo nhôm một ba sợi ca thôn nhôm miên ở quạt bàn thợ bón nó cứ ta đầm bay chia ở ca sầm hạt dương còn ca tọp cồn quạt để quạt khom châm dương đòi phải chạy buồn hỏi ở quạt nó bàn bon bàn có sol pi phải chạy buồn nâng vinh vào bàn bon tăng ti pi cứ bàn pi của song này con sấy của bàn mình men tinh phải chạy buồn hai chun mà đai giờ tập kênh lô hay bàn bon thấm thì mà đai thế này bàn bon từng con pro sấy bon này ròm mình bàn và man mình pro ấy proแต่มาได้อยู่พวกយើងប្រកេនប្រសងឲ្យចែកបុណ្យកុសលដល់កូនកូនចៅអើយសូមឲ្យបានបុណ្យស្មើគ្នាស្អែកជូនបុណ្យឲ្យកូនផងណាញោមធនញោមមៀងពេលលោកអាចារ្យនាំវេម្យ៉ាងផនតេហើយអីហើយហ្នឹងប្រកេនហើយហ្នឹងកូនចៅអើយបានបុណ្យស្មើគ្នាបុណ្យរបស់យើងបានសម្រេចហើយក៏សូមអនុមោទនាទឹកចិត្តកូនប្រុសកូនស្រីទាំងអស់គ្នាតែកូនប្រុសកូនស្រីបាននឹកឃើញបំពេញនៅបំណងរបស់ម្ដាយឪពុកដែលម្ដាយឪពុកបង្កើតកូនមក10នាក់ហ្នឹងហើយចិញ្ចឹមថែទាំអប់រំទាំងបាម៉ាហ្នឹងចង់បានអញ្ចឹងគេនេះញោមនិយាយបានទេញោមធន់មើលទៅចង់បានអញ្ចឹង
ទី1កូនចៅចេះបម្រើថែទាំមាតាបិតាទី2ចេះចិញ្ចឹមឲ្យបានសុខសប្បាយថែទាំពេលញោមឈឺហ្នឹងទី3នោះគឺថាចង់ឲ្យកូនធ្វើបុណ្យឲ្យចឹងឯងញោមមែនទេចឹងសំបំណងចង់ឲ្យកូនបានធ្វើបុណ្យចឹងកូនខ្លះកើតមកខកបំណងកូនខ្លះកើតមកសំបំណងកូនខកបំណងគឺកូនដែលមិនលុះនៅក្នុងកលងធัวម៉ែឪចិញ្ចឹមពិបាកវេទនាហត់នឿយខ្លាំងណាស់តែចុងក្រោយចោលអស់លេងស្រីទៅដោយស្រីទៅប្រុសទៅដោយប្រុសទៅអាតើគេយករស់រៀងខ្លួនទៅមានស៊ីមានចាយមានស្លៀកពាក់អីក៏តគេទៅម៉ែឪអត់អីហូបក៏អត់ទៅឈឺក្អកចង់ធ្លាក់សួតមួយខែណាអត់មានអាណាសួរអីម៉ាត់ណោះញោមណោះញោមណោះបើអាហ្នឹងគេហៅកូនខកបំណងណាទៅគេអត់មកអើតយើងហើយគេស្អប់យើងទៀតណាកូនខ្លះអាហ្នឹងគេហៅកូនខកបំណងតែកូនសំបំណងគឺកូនដែលស្ថិតនៅក្នុងបំណងមេដាបេដាដែលគាត់ចង់បានដឹងខុសដឹងត្រូវស្គាល់បុណ្យស្គាល់បាបដោយកូនចៅរបស់ញោមធនញោមមៀងនឹងអញ្ចឹងដល់ពេលញោមធនញោមមៀងនេះទៀតសោតពីរឿងបច្ច័យ4ហ្នឹងដែលកូនចៅធ្វើបុណ្យជាវត្ថុបំណងរបស់កូនចៅប្រុសស្រីពីព្រោះញោមចាស់ហើយញោមមៀងក៏ចាស់ញោមធនក៏ចាស់មែនអត់ចាស់ហ្នឹងមិនដឹងខ្លួនចាស់ហ្នឹងដឹងណាចាស់ហើយមិនក៏មុំណាទៀតអង្គុយមិនដូចពីមុនណាពីមុនអង្គុយទន្ទឹមគ្នាកាត់ខាន់ស្លាមែនទេតែឥឡូវអត់ទេឥឡូវយាយនៅដោយយាយទៅតានៅដោយតាហើយខ្លះមួយថ្ងៃអត់និយាយរកគ្នាម៉ាត់ផងមែនទេចាស់រៀងខ្លួនទៅដោយប្រព្រឹត្តទៅតាមធម៌គឺអនិច្ចំទុក្ខំអនត្តាចឹងកូនចៅគេនឹកឃើញថាការជួបជុំរវាងម្ដាយឪពុកនិងកូនទៅដល់ពេលវេលាត្រូវបែកគឺបែកធ្វើដំណើរទៅកាន់លោកខាងមុខចឹងពេលដែលលោកអ្នកទាំងពីររស់នៅបានកូនចៅប្រុសស្រីគេចិញ្ចឹមគេថែគេទាំមិនចឹងញោមណោះថ្ងៃហ្នឹងបានកូនចៅគេចិញ្ចឹមគេថែទាំយើងចឹងដល់ពេលយើងស្លាប់ទៅបែកពីកូនចៅទៅកូនណាតាមថែទាំយើងទៀតកូនណាតាមទៅដឹងសុខដឹងទុក្ខយើងទៀតឥឡូវនេះខ្វះអីកូនចៅគេរកឲ្យប៉ុន្តែដល់ពេលអស់ជីវិតទៅកូនចៅមិនអាចតាមទៅផ្គត់ផ្គង់ទៅដឹងសុខដឹងទុក្ខបានទៀតទេចឹងឲ្យកូនចៅឆ្លាតមានបញ្ញាគឺធ្វើបុណ្យពេលគាត់រស់នៅទុកឲ្យគាត់ទៅហើយដល់ពេលគាត់ចែកឋានទៅបែកពីកូនប្រុសស្រីទៅបានបុណ្យកុសលនេះជំនួសកូនប្រុសកូនស្រីដើម្បីផ្ដល់នៅសេចក្តីសុខដល់មាតាបិតាគេណាញោមញាតិញោមកូនចៅខ្លះមិនចឹងទេណាម៉ែឪរស់នៅអត់ដែលធ្វើបុណ្យផ្ដល់ឱកាសឲ្យធ្វើបុណ្យគិតតែពីប្រើឡើងចហិតចហោមម៉ែឪខ្លះរស់នៅអាយុ70 80មែនប៉ុន្តែមិនមែនបានសុខប្រមាណទេបលឹមឡើងខ្វៀលតកូននៅគេខ្វៀលកូនមិនប្រមាណទេវានៅថែមជ្រូក2 3គោ2 3ទៀតដាំបាយឲ្យគេហូបទៀតចង់ទៅវត្តទៅវាម្ដងម្កាលគេស្ដីឲ្យទៀតមកឯងទៅរួចកណែអត់ដែលលៃលើករកពេលវេលាឲ្យគាត់បានធ្វើបុណ្យរៀនធម៌ស្ដាប់ធម៌អីទេដល់ពេលគាត់ស្លាប់ទៅនិយាយពីខ្វាយខ្វល់ម៉ែឪអើយទៅកើតឋានសួគ៌ទៅមិនដឹងទៅតាមណាញោមបើមិនដែលធ្វើបុណ្យឲ្យគាត់ផងធ្វើបុណ្យឲ្យគាត់អត់ហើយគាត់សុំទៅធ្វើបុណ្យនឹងអត់ទៀតទេញោមហើយដល់ពេលគាត់ស្លាប់ឲ្យគាត់ទៅកើតឋានសួគ៌នឹងទៅតាមណាអាហ្នឹងមកបែបទៅមកបែបទៀតកូនខ្លះពេលម៉ែឪរស់នៅអត់ដែលគិតគូររឿងគាត់ហូបចុកមិនទេគាត់មានអីហូបហ្នឹងមិនដែលខ្វល់ឆ្ងាញ់ទៅគេដល់ពេលគាត់ស្លាប់ទៅដេកស្ដោកស្ដាំគេទិញ
ជ្រូកខ្វាយផងទាខ្វាយផងមាន់ខ្វាយផងអានំហើមនឹងផងផ្លែជើផងយកមកដោឲ្យពេញចុងជើងហើយគេទៅដុតធូប3ទៅសាយម៉ែអើយអញ្ជើញមកខ្សែផ្សោយអាណាជ្រះចូលងាប់បាត់ហើយណាមើលញោមស្លាប់បាត់ហើយងើបមកហូបបានណាអូហើយចេះតែហាវអាងឯងស៊ីមិនកើតអាកើតនៅស៊ីកើតព្រមយកឲ្យស៊ីដល់ញោមណោះតែចឹងបើងើបពីមឈុំមកធាក់ចោលទៅខ្ទេចឲ្យជន់កកឲ្យអូលៀនដាតហ្មងស្អប់ហើយចាំងាប់ទៀតចេះណាអាស៊ីមិនកើតហ្នឹងប្រឹងយកឲ្យអាថ្ងៃស្លាប់ហ្នឹងផ្សេងទៅអា7ថ្ងៃហ្នឹងគេរៀបមកឲ្យផ្សេងទៀតទៅឆេងមេហ្នឹងទៀតមកចូលឆ្នាំចិនហ្នឹងទៀតមកអាដាក់ឲ្យស៊ីអត់កើតដល់ចុងក្រោយវាស៊ីហ្នឹងអស់វាអដែលហ្នឹងអាហ្នឹងខុសតំណងអញ្ចឹងហ៎អូមួយទៀតពេលគាត់រស់នៅអត់រៀបចំកន្លែងសម្រាប់ឲ្យគាត់សមរម្យទេខ្លួនឯងអូនិយាយពីថាផ្ទះល្អបណ្ណាបណ្ណៃឲ្យមានពូមានខ្នើយល្អដល់ម៉ែណាតក្រែអានៀបអាស័យហើយអញ្ចាំងស្លឹកហ្នឹងបាំងអាយីទៅកតេលហ្នឹងពុកប្រហោង2 3កន្លែងហើយកម៉ាមួយទុកទៅ10អត់រៀបចំកន្លែងឲ្យគាត់រស់នៅបានសមរម្យដល់ពេលគាត់ស្លាប់ទៅគេចូលលុយគ្នាធ្វើចេតិយលោកឲ្យ4ម៉ែត្រ4ជ្រុងអត់យកទេចង់បាន6ម៉ែត្រឲ្យធំខ្លាចម៉ែនៅអត់ចុះទៅខ្លាចនៅមិនចុះឲ្យដុតឆេះអស់សល់ឆ្អឹងមកកោតហ្នឹងអូហើយតាំងគេអញ្ជើញដុតធូបអញ្ជើញម៉ែឲ្យទៅរស់នៅផ្ទះថ្មីនៅចេតិយថ្មីគេចំណាយលុយអស់2-3ម៉ឺនដុល្លារនេះកសាងចេតិយអាកើរស់នៅបើបានគិតតែប៉ុណ្ណឹងបែបមិនស្លាប់ទេមិនណើញោមណោះបើដល់ពេលស្លាប់ហើយនេះបានគិតគូកន្លែងល្អឲ្យគាត់នៅឲ្យតែនៅអីដឹងបើនៅសល់តែឆ្អឹងមកកញ្ចប់ហ្នឹងហើយមុននឹងឲ្យយើងទៅនៅហ្នឹងអូសត្វដង្ហែមើលទៅអាថឹកអាធំកក្រឹកកក្រែងណាដង្ហែជុំវិញ3ជុំអាចារ្យហ្នឹងទៀតអត់ដឹងរឿងចេះស្រែកហើយអាចារ្យនឹងនិយាយអាចារ្យអត់ដឹងរឿងទេគាត់មិនខុសទេគេអញ្ជើញគាត់ដែរឃើញគេចង់ហែដល់សូមអនុមោទនាកូនស្រីកូនប្រុសមានបញ្ញាមានធម៌កតញ្ញូកតវេទីនឹកដល់គុណមេត្តាបិតាដ៏ធំធេងបានចំណាយទ្រព្យធនដល់ច្រើនកសាងបច្ចេកដីដង្ហែអធិធាតុរបស់អ្នកមានគុណយកមកតម្កល់ទុកគោរពសក្ការៈបូជាតរៀងទៅអនុមោទនាពិនពៀតនោះទៀតគេជួលមកឲ្យទុកទៅអីលេងក្ដឹងចាចឹងដែរចេះស្អែកទៅអាត្មាបើធ្វើអាចារ្យតែគេអញ្ជើញទៅឲ្យទៅដូចគ្នាប៉ុន្តែអ្វីដែលសំខាន់វាមិនមែនស្រែកលើសកម្មភាពពេលហ្នឹងទេមើលពេលកាលគាត់នៅរស់នោះមិនរស់នៅមិនដែលបានសម្រានកន្លែងល្អដល់ពេលស្លាប់ទៅសល់ឆ្អឹងអីទៅឲ្យនៅចេះដីស្កឹមស្កៃវាអត់សមបើកាលនៅរស់រៀបចំកន្លែងល្អឲ្យគាត់រស់នៅបានសុខហើយស្លាប់ទៅធ្វើអញ្ចឹងវាសមគ្នាណោះញោមណោះអញ្ចឹងសួរញោមមើលស្លាប់ហើយចាំគេធ្វើចេះដីល្អឲ្យនៅហើយនឹងរស់នៅគេរៀបចំកន្លែងឲ្យយើងល្អនៅញោមយកមួយណាយកទៅពេលរស់ហើយពេលស្លាប់ហ្នឹងយកពេលរស់ហ្នឹងណាអូអាត្មាបើសាអញ្ចឹងវិញខ្ជិលហើយពងដង្ហែជុំវិញចេះដីហ្នឹងលោតទម្លាក់ទឹកស្រះឲ្យបាត់ហ្មងខ្ជិលនៅលោតចេញពីកោតបាយឲ្យអីទៅនៅខ្ជិលទៅនៅបាទងាប់បាត់ហើយមិនដឹងស្រួលអេលោកឯងខូចទេជឿឯងញោមណាអាកាយគេរៀបហូបឲ្យសងើបធាក់ឲ្យជន់កគេដង្ហែដាក់ចេះដីសលោតចេញចេះថាទៅរកគ្មានទៅងើបណារួចស្លាប់ហើយមកគេដុតឆេះអស់ហើយទៅលោតស្អីប៉ុន្តែនិយាយទៅណានេះអាត្មាចង់បញ្ជាក់ថាកូនប្រុសកូនស្រីធ្វើអញ្ចឹងត្រឹមត្រូវហើយណាប៉ុណ្ណាចាំគាត់ពេលនៅរស់ថែទាំពេលគាត់នៅរស់រៀបចំកន្លែងរស់នៅរបស់គាត់ឲ្យបានសមរម្យតន់គាត់នៅរស់ហើយនឹងចំណាយទ្រព្យធនរបស់យើងឲ្យគាត់ណែ
បានធ្វើបន់ធ្វើកសលតាន់ពេលគាត់នៅរស់គាត់សប្បាយចិត្តគាត់រីករាយគាត់ឃើញដល់ផ្ទាល់ភ្នែកត្រេកអរបង្ហាញសេចក្តីជ្រះថ្លាហ្នឹងដោយចំពោះមុខរបស់យើងទាំងអស់គ្នាឲ្យពរឲ្យជ័យដល់កូនប្រុសកូនស្រីទាំងអស់គ្នាហ្នឹងផ្ទាល់មាត់នឹងទៅទៀតហើយយើងក៏សប្បាយចិត្តរីករាយឃើញធម្មតាយើងឪពុកយើងបានទទួលពិតប្រកបមែនពេលគាត់ស្លាប់ទៅអាចារ្យចេះតែឧទ្ទិសហ្នឹងលោកក៏ចឹងដែរតែគេប្រគេនឲ្យសោតដែរណាញោមណោះអាចារ្យថាឥឡូវបនកសលនេះឧទ្ទិសដល់យាយនេះដល់តានេះចេះថាទៅដល់ពេលលោកសោតទេរោកុដេសោតតថន្តិសន្តិសង្ឃាដាក់កេសុចៈទ្វាចប់ទៅដាពឹស្ដាបាំងស្គរខ្លាយខ្លះទៅឆាន់ទៅអាចារ្យបានមីក្រូពីលោកមកវិញអើយយាយអើយឧទ្ទិសផលសូមជូនមគ្គផលចំពោះទៅដល់មេដាបៃតាគុណគ្រូឧបជាយាចាញាតិការទាំង7សន្តានចប់សូមជូនមគ្គផលអើយចាំជ្រោយទឹកតាំងចិត្តបង្អោនឧទ្ទិសបុណ្យកុសលយ៉ាងកេញចេកុសលកម្មងជ្រោយដល់ទៅពេលចប់អនុមោទនីបើដឹងដល់លេងដល់មើលធ្វើចាច្រើនកន្លែងដល់លេងដល់មានគេដែលមកប្រាប់ឯងញោមអត់លោកក៏អត់ដឹងអាចារ្យក៏អត់ដឹងខែល្ងិតបុរាណលោកថាប៉ុនហ្នឹងប៉ុនខែល្ងិតឲ្យភ្លឺមួយណាស្រួលជាងមួយណាច្បាស់ជាងភ្លឺច្បាស់ជាងអញ្ចឹងហ្នឹងត្រូវតនលោកអ្នកមានគុណរស់នៅហ្នឹងច្បាស់ហ្មងច្បាស់ចាឥឡូវបានទទួលមែនអត់កូនចៅក៏ជូនបច្ច័យ4ញោមបានទទួលមែនអត់បានមែនហើយឲ្យពរឲ្យកូនចៅនៅមុខហ្នឹងមែនអត់ឲ្យពរទៀតឃើញទេហើយត្រេកអរមែនអត់សប្បាយចិត្តមែនអត់សប្បាយទៀតឃើញទេច្បាស់ហ่าបាទហ្នឹងអាហ្នឹងគេហៅបុណ្យខែភ្លឺហើយកូនចៅនេះបានទទួលពរពីគាត់មែនអត់បានណាឃើញទេអញ្ចឹងច្បាស់លាស់ប៉ុណ្ណឹងរឿងធ្វើពេលស្លាប់ចាំគិតទៀតហើយបើយើងសម្ដែងខ្លួនជាកូនល្អចិញ្ចឹមលោកអ្នកមានគុណបានល្អពេលនោះពេលនេះហើយដល់ពេលគាត់ស្លាប់ទៅយើងធ្វើដើម្បីសម្ដែងពីការស្រឡាញ់របស់យើងចំពោះគាត់ធ្វើជាចេតិយក្តីរៀបចំសែនដោយរបស់របរនំចំណីទៀតអាហ្នឹងក៏វាល្អមើលទៀតណាញោមណាព្រោះអីព្រោះការគាត់រស់នៅយើងបានចិញ្ចឹមមើលថែទាំនិងផ្ដល់ឱកាសពេលវេលាឲ្យគាត់បានធ្វើបុណ្យដោយពេញលក្ខណៈហើយអនុមោទនីបានណាប៉ុណ្ណឹងចោះណាញោមនេះឆាប់អី1ម៉ោងទេតែម៉ោងហ្នឹងឯងបើអញ្ចឹងប៉ុណ្ណឹងចោះការសម្ដែងធម៌ទេសនាមកប្រមាណប៉ុណ្ណេះក៏ដើម្បីអនុមោទនីជ្រះថ្លាត្រេកអរក្នុងពិធីបុណ្យមកមិញឃើញឡានអកកដំគេដាក់ឡានវុធីតន្ត្រីអាត្មាគិតដាក់ឡានដែរវុធីទេសនាក្នុងបុណ្យនេះតន្ត្រីក៏វុធីលោកទេសក៏វុធីអញ្ចឹងណានេះបានវុធីទាំងពីរបើចង់ធ្វើវុធីទៀតគ្រប់ទឹកមកហើយបងណាចាស់បុណ្យវុធីទៀតធីទាំងអស់ណាបើបានមេក្រូវុធីទៀតល្អទៀតអាចារ្យឲ្យពោវុធីទៀតនឹងចឹងប៉ុណ្ណឹងចោហើយញោមណាសូមអធិស្ឋានអភ័យទោសដល់កំហុសខុសឆ្គងក្នុងការសម្ដែងធម៌ទេសនានិងសូមឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជនរបស់ម្ចាស់បុណ្យដែលបានបាក់បែកចែកឋានពីលោកនេះទៅកាន់លោកខាងមុខសូមបានទទួលត្រេកអរអនុមោទនានៅបុណ្យកុសលកំបីខាននិងសូមប្រកេតបុណ្យកុសលប្រគំចាស់គ្រប់ព្រះអង្គបានគង់ជាសុខក្នុងពុទ្ធសាសនាជូនពរដល់ញោមធនញោមមៀងជាមេដាបិតាដែលកូនចៅធ្វើបុណ្យបច្ច័យ4ជូនឲ្យជាអស់រោគាជាទីទាំងឡាយទាំងពួងគង់នៅជាសុខដើម្បីជាទីចម្រើនបុណ្យកុសលដល់កូនប្រុសកូនស្រីជាយូរវែងតរៀងទៅជូនបុណ្យកុសលដល់កូនប្រុសកូនស្រីទាំងអស់ដែលមានធម៌កតញ្ញូរលឹកដឹងគុណប្រព្រឹត្តធ្វើបុណ្យជូនអ្នកមានគុណនិងញោមញាតិពុទ្ធបរិស័ទទាំងអស់សូមបានសំបកពុទ្ធពរ4អាយុវណ្ណៈសុខៈពលៈសម្បត្តិ3មនុស្សទេវតាព្រះនិព្វានកំបីគ្លៀងគ្លាតឡើយពធទេសនាសំគួរដល់នៅពេលវេលាប៉ុណ្ណេះឯងអេវ៉ាំងWow.